안녕하세요 여러분.ជំរាបសួរ អ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានពាក្យបាទជាភាសាអង់គ្លេសចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបាទគឺពាក្យ ចិត្តា បាទចិត្តាសម្រាប់អ្នកដែលរៀនភាសាអង់គ្លេសប្រហែលជាស្គាល់ថាពាក្យនេះមកប្រែថាសាងសង់បាទប៉ុន្តែពាក្យចិត្តាមកនេះគេអាចបកប្រែបានច្រើនអត្ថន័យបាទឧទាហរណ៍បាទទី1បាទផាពើចិត្តាឬក៏ផាពើហាដាខ្ញុំមកប្រាប់ថាដាំបាយបាទមិនមែនសាងសង់បាយទេទី2យ៉ាគឺចិត្តាយ៉ាគឺចិត្តាខ្ញុំមកប្រាប់ថាផ្សំថ្នាំហើយទី3បាទយេរមើលចិត្តាយេរមើលចិត្តាខ្ញុំមកប្រាប់ថាបាទដាក់ឈ្មោះបាទដាក់ឈ្មោះឲ្យសត្វឬក៏បាទមនុស្សអីចឹងទៅឬក៏វត្ថុអីចឹងទៅបាទរាទី4បាទជីពើចិត្តាសាងសង់ផ្ទះបាទរាទី5មីសូរីចិត្តាបាទបញ្ចេញស្នាមញញឹមបាទបញ្ចេញស្នាមញញឹមបាទអញ្ចឹងពាក្យដែលខ្ញុំចង់ចែករំលែកមានតែប៉ុណ្្នឹងអរគុណច្រើនដល់អ្នកដែលបានតាមដានវីដេអូនេះបាយបាយ